ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបើនិយាយពីខេត្តរតនគិរីពុកម៉ែបងប្អូនប្រកាសជានឹកឃើញដល់បឹងយក្សឡោមមុនគេតើពុកម៉ែបងប្អូនដឹងទេនៅកណ្ដាលក្រុងបានលុងគឺមានត្បូងមរកតយ៉ាងស្រស់ស្អាតកំពុងរងចាំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិនោះគឺបឹងកន្សែងបងព្រៃស្ងាត់ឈឹងដាំងងារមហាបឹងកនសាយសារម៉ាយប្រណិតជាកាយប្រលែថ្ងៃចរចាំងសូសាយអស់បឹងកន្សែងមិនត្រឹមតែជាបឹងធម្មជាតិដែលមានផ្ទៃទឹកប្រមាណជាង20ហិកតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាសរសៃឈាមនិងជាដង្ហើមនៃក្រុងបានលុងកាលពីមុនបឹងនេះមានសភាពធម្មតាប៉ុន្តែបច្ចុប្បន្នត្រូវបានអភិវឌ្ឍយ៉ាងស្អាតដែលមានសួនច្បារមានផ្លូវសម្រាប់រត់ហាត់ប្រាណនិងកន្លែងសម្រាកកាយយ៉ាងមានរបៀបរៀបរយឈ្មោះកន្សែងបើតាមចាស់ព្រឹទ្ធាចារ្យនិយាយតគ្នាគឺពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងតំបន់ប៉ុន្តែអ្វីដែលច្បាស់នោះគឺភាពត្រជាក់ត្រជុំដែលផ្ដល់ឲ្យមាននូវសុខសេមខ្សាន្តហាក់បីដូចជាការយកកន្សែងត្រជាក់មកជូតមុខឲ្យស្រស់ស្រាយអញ្ចឹងពេលដែលមកដល់បឹងកន្សែងតើគួរធ្វើអីខ្លះនៅពេលរសៀលទីនេះគឺជាកន្លែងជួបជុំដ៏ពេញនិយមបំផុតពុកម៉ែបងប្អូនអាចជួលទូកជិះកម្សាន្តមើលថ្ងៃលិចឬគ្រាន់តែអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធក៏បានសម្រាប់អ្នកដែលចូលចិត្តញ៉ាំនៅជុំវិញបឹងនេះមានហាងអាហារជាច្រើននិងមានអាហារសម្រន់តាមចិញ្ចើមផ្លូវជាច្រើនផងដែរដែលមានតម្លៃសមរម្យនិងមានរសជាតិឆ្ងាញ់បែបអ្នករតនគិរីតែម្ដងចំណុចដែលមិនគួរមើលរំលងបំផុតនោះគឺពេលព្រះអាទិត្យរៀបលិចពន្លឺពណ៌មាសបានចែងចាំងលើផ្ទៃទឹកបង្កើតបានជាផ្ទាំងទស្សនីយភាពមួយយ៉ាងស្អាតរកអ្វីប្រៀបផ្ទឹមមិនបានវាជាពេលដែលរ៉ូមែនទិកសម្រាប់គូស្នេហ៍និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកថតរូបដើម្បីផ្ដិតយកស្ទីលស្អាតជាចុងក្រោយបើសិនពុកម៉ែបងប្អូនអញ្ជើញមកលេងខេត្តរតនគិរីកុំភ្លេចមកលេងបឹងកន្សែងផងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះជួបជាមួយខ្ញុំបាទសុកនៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា